សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃនេះគឺខាងអ្នកនាំពាក្យរបស់វិមានក្រមឡាំងគាត់បានតបតវិញចំពោះអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Donald Trump ដែលបានថ្លែងម្សិលមិញបាទគឺវិមានក្រមឡាំងគាត់បដិសេធថាអ្វីដែលលោកប្រធានាធិបតី Donald Trump បាននិយាយដោយជាការផ្លាស់ប្ដូរជំហរ180ដឺក្រេនេះគឺតាក់ទងជាមួយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះគឺដោយសារតែខាងលោកប្រធានាធិបតី Donald Trump នោះគឺស្ដាប់ព័ត៌មានតែមួយខាងពីខាងអ៊ុយក្រែនដែលខំនិយាយមកបិទបាំងអំពីស្ថានភាពពិតហើយរុស្ស៊ីនឹងបង្ហាញស្ថានភាពព័ត៌មានពិតឲ្យលោកប្រធានាធិបតី Donald Trump បានដឹងបាទយើងដឹងហើយកាលពីថ្ងៃអង្គារទី23ខែកញ្ញាគឺលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ក្រោយពីជួបជាមួយនឹងលោក Zelensky ដោយលោកបានបញ្ជាក់ថារុស្ស៊ីកំពុងតែជួបបញ្ហាលំបាកក្នុងបញ្ហាសេដ្ឋកិច្ចរុស្ស៊ីជាខ្លាកដាស់ទេបាទហើយអ៊ុយក្រែនមានលទ្ធភាពអាចនឹងវាយយកតំបន់ដែលខ្លួនបាត់បង់ទៅទាហានរុស្ស៊ីបាននៅពេលណាដែលមានជំនួយពី NATO ហើយនឹងខាងសហរដ្ឋអាមេរិកដើម្បីអាចយកមកវិញបានមិនត្រឹមតែប៉ុណ្ណោះលោកត្រាំថែមទាំងបាននិយាយថាចំណាត់ការរបស់អ៊ុយក្រែនទៅលើរុស្ស៊ីហ្នឹងគឺគួរតែធ្វើឥឡូវហ្នឹងតែម្ដងដោយសារតែរុស្ស៊ីកំពុងតែជួបបញ្ហាសេដ្ឋកិច្ចហើយនៅមុនពេលជួបលោកសិនស្គីនលោកត្រាំថែមទាំងប្រាប់អ្នកសារព័ត៌មានថាអង្គការអូតង់ NATO ហ្នឹងគឺគួរតែបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីណាដែលហោះចូលដែនអាកាសរបស់ខ្លួនហ្នឹងទៅបាទលោកបើកភ្លើងខៀវអញ្ចឹងទៀតបាទដោយសារអញ្ចឹងហើយបានជាវាមានកម្លាំងគឺតាមរយៈអ្នកនាំពាក្យរបស់ខ្លួនគឺលោក Dmitry Peskov បាននិយាយថារឿងវាមិនអញ្ចឹងទេបាទពីព្រោះអីស្ថានភាពជាក់ស្ដែងហ្នឹងគឺខាងទាហានរបស់ខាងរុស្ស៊ីហ្នឹងកំពុងតែបើរុលទៅមុខក៏ប៉ុន្តែការរុលទៅយឺតហ្នឹងគឺវាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ីទេដែលបានធ្វើអញ្ចឹងហើយប៉ុន្តែអ្នកជំនាញវិញគេថាការពិតទៅគឺរុស្ស៊ីជួបការលំបាកមែននៅក្នុងការវិប្រយុទ្ធគឺมันអាចបំបែកខ្សែការពាររបស់ខាងអ៊ុយក្រែនបានទេនាពេលថ្មីនេះហើយតាក់ទងជាមួយនឹងសេដ្ឋកិច្ចវិញគឺលោកប៉ាស្កូវក៏ថាសេដ្ឋកិច្ចរបស់រុស្ស៊ីការពិតកំពុងតែមានស្ថិរភាពល្អហើយជួបបញ្ហាហ្នឹងដោយសារតែរឿងទណ្ឌកម្មរបស់លោកខាងលិចនឹងឯងគឺដូច្នេះមិនមែនជារឿងមួយដែលរុស្ស៊ីចុះខ្សោយនោះទេបាទហើយលោកក៏ថែមទាំងថ្លែងពាក្យចុងក្រោយថាការដែលលោកប្រធានាធិបតី Donald Trump ថារុស្ស៊ីគឺជាខ្លាកដាស់ហ្នឹងវាមិនពិតទេពីព្រោះអត់មានខ្លាទេនៅរុស្ស៊ីហ្នឹងគឺមានតែខ្លាឃ្មុំគាត់ថាពីព្រោះនៅពេលណាប្រៀបធៀបរុស្ស៊ីគេតែងតែនិយាយថារុស្ស៊ីជាខ្លាឃ្មុំតែប៉ុណ្ណេះអញ្ចឹងរឿងខ្លាកដាស់ហ្នឹងមិនមាននៅនេះទេបាទ